រឿងដំណើរកំសាន្តម៉ាម៉ានិងកូនឆ្មាម៉ាក់នៅសមុទ្រវាជាពេលព្រឹកដ៏ភ្លឺថ្លានិងស្រស់ស្រាយនៅក្នុងផ្ទះឈើតូចមួយដ៏កក់ក្ដៅក្បែរមាត់សមុទ្រម៉ាម៉ាបានរៀបចំកន្ត្រកខណៈពេលដែលកូនឆ្មាតូចដ៏គួរឲ្យស្រឡាញ់របស់នាងត្រេកអរជាខ្លាំងគេទាំងពីរចាប់ដៃគ្នាដើរយ៉ាងសប្បាយរីករាយឆ្ពោះទៅឆ្នេរដ៏ភ្លឺចិញ្ចាចមានអារម្មណ៍ថាមានខ្យល់អាកាសត្រជាក់នៅពេលព្រឹកពេលពួកគេទៅដល់ឆ្នេរសមុទ្រទឹករលកបក់ក្រោមពន្លឺព្រះអាទិត្យជាមួយឆ្នេរដ៏ស្ងប់ស្ងាត់មុនពេលពួកគេស្ទូចត្រីពួកគេលេងដេកខ្សាច់ដោយការសង់ប្រាសាទខ្សាច់តូចមួយជាមួយគ្នាបន្ទាប់ពីលេងរួចម៉ាម៉ាបានយកសំណាញ់តូចមួយនិងធុងមួយហើយត្រៀមដើម្បីចាប់បង្គានិងមឹកពួកគេបានចុះតាមទឹកសមុទ្ររាក់ៗដោយប្រុងប្រយ័ត្នទាំងសើចសប្បាយខណៈដែលរលកបក់មកយ៉ាងមានក្តីសុខរំពេចនោះពួកគេបានឃើញបង្គាតូចជាច្រើនហែជុំវិញពួកគេម៉ាម៉ាបានដងបង្គានិងមឹកយ៉ាងប្រុងប្រយ័ត្នរួចបានយកបង្គាដាក់ចូលក្នុងធុងក្រោយមកពួកគេឃើញមឹកយ៉ាងធំមួយក្បាលលាក់ខ្លួនក្រោមថ្មក្នុងទឹករួចពួកគេចាប់បានមឹកជាបន្តបន្ទាប់ជាមួយនឹងភាពរីករាយនៅក្នុងទឹកសមុទ្របន្ទាប់ពីចាប់បានរួចពួកគេបានដើរទៅផ្ទះវិញដោយសប្បាយរីករាយនិងមោទនភាពក្រោយពេលទៅដល់ផ្ទះពួកគេបានលាងបង្គានិងមឹកដើម្បីចម្អិនម៉ាម៉ាបានរៀបចំផ្ទះបាយរួចរាល់ខណៈកូនឆ្មាតូចម៉ាកបានរៀបចំតុផងដែរម៉ាម៉ានិងម៉ាកចម្អិនម្ហូបជាមួយគ្នាដោយមានក្លិនយ៉ាងឈ្ងុយពេញបន្ទប់បាយពួកគេធ្វើស៊ុបបង្គាក្តៅៗដោយក្តីស្រឡាញ់និងការយកចិត្តទុកដាក់ជាមួយនឹងមុខម្ហូបមឹកដុតលើស្លឹកចេកដើម្បីរសជាតិប្លែកបន្ថែមដ៏ឈ្ងុយឆ្ងាញ់ពេលម្ហូបរួចរាល់ពួកគេរៀបចំតុយ៉ាងយកចិត្តទុកដាក់ហើយរំភើបចិត្តចង់ញ៉ាំអាហារជាខ្លាំងពួកគេបានអង្គុយញ៉ាំអាហារយ៉ាងសប្បាយនិងមានក្តីសុខសម្រាប់អាហារថ្ងៃត្រង់ពួកគេសើចនិយាយគ្នានិងចែករំលែករឿងរ៉ាវពេលអាហារថ្ងៃត្រង់របស់ពួកគេក្រោយពេលបាយរួចពួកគេសម្អាតផ្ទះបាយជាមួយគ្នាជាលក្ខណៈគ្រួសារដូច្នេះហើយជាមួយនឹងភាពរីករាយម៉ាម៉ានិងកូនតូចរបស់នាងម៉ាកបានគេងលក់យ៉ាងកក់ក្ដៅព្រះច័ន្ទបានរះឡើងយ៉ាងស្រទន់លើផ្ទៃសមុទ្រហើយផ្ទះរបស់ពួកគេពោរពេញដោយក្តីស្រឡាញ់និងភាពរីករាយសូមអរគុណ